រឿងទេវតាអស់បុណ្យរយៈពេលប្រហែល10នាទីកាលពីយូរលង់មកហើយនៅលើស្ថានសួគ៌ដ៏ភ្លឺរលោងមានទេវតាម្នាក់ឈ្មោះកុសវណ្ណទេវីនាងមានស្លាបពណ៌សព្រិលពន្លឺរះចេញពីរាងកាយហើយមានភារកិច្ចថែរក្សាមនុស្សល្អនៅលើផែនដីរាល់ថ្ងៃនាងតែងចុះមកជួយអ្នកក្រីក្របំភ្លឺផ្លូវអ្នកវង្វេងនិងការពារកុមារតូចពីគ្រោះថ្នាក់ប៉ុន្តែទេវតាទាំងអស់នៅស្ថានសួគ៌មានច្បាប់មួយបើអស់បុណ្យនឹងត្រូវធ្លាក់ចុះមករស់នៅជាមនុស្សធម្មតាសុវណ្ណទេវីធ្លាប់ជាទេវតាដែលមានបុណ្យច្រើនបំផុតតែបន្តិចម្ដងនាងចាប់ផ្ដើមមានមោទនភាពនាងគិតថាខ្ញុំល្អជាងទេវតាផ្សេងទៀតខ្ញុំជួយមនុស្សច្រើនជាងគេថ្ងៃមួយទេវតាចាស់ម្នាក់បានប្រាប់នាងថាកុំឲ្យមោទនភាពលើសលប់បុណ្យអាចអស់ដោយមិនដឹងខ្លួនកេសុវណ្ណទេវីមិនស្ដាប់ទេនាងនៅតែគិតថានាងមិនអាចអស់បុណ្យបានឡើយនៅលើផែនដីមានកុមារក្រីក្រម្នាក់ឈ្មោះស្រីណានាងរស់នៅជាមួយម្ដាយឈឺធ្ងន់រៀងរាល់យប់សុវណ្ណទេវីតែងចុះមកឲ្យពន្លឺនិងឲ្យសេចក្ដីកំដរចិត្តដល់ស្រីណាតែថ្ងៃមួយសុវណ្ណទេវីឃើញថាមានមនុស្សម្នាក់ទៀតក៏បានជួយស្រីណាដោយនាំអាហារមកផ្ដល់នាងមានអារម្មណ៍មិនសប្បាយចិត្តហេតុអ្វីបានជាមនុស្សធម្មតាអាចធ្វើការល្អដូចខ្ញុំនាងគិតដោយអហង្ការចាប់ពីថ្ងៃនោះបេះដូងនាងចាប់ផ្ដើមងឹតបន្តិចពន្លឺនៅលើស្លាបក៏ចាប់ផ្ដើមស្រអាប់មួយយប់ព្រះធំលើស្ថានសួគ៌បានហៅនាងមកសុវណ្ណទេវីបុណ្យរបស់អ្នកបានថយចុះមោទនភាពធ្វើឲ្យចិត្តអ្នកងឹតអ្នកត្រូវចុះទៅរស់នៅលើផែនដីដើម្បីរៀនអំពីសេចក្ដីល្អពិតប្រាកដភ្លាមស្លាបរបស់នាងរលាយបាត់ពន្លឺរលត់នាងធ្លាក់ចុះមកផែនដីក្លាយជាក្មេងស្រីធម្មតាម្នាក់នៅភូមិតូចមួយសុវណ្ណទេវីភ្ញាក់ឡើងនាងមិនមានអំណាចទៀតទេគ្មានស្លាបគ្មានពន្លឺនាងមានអារម្មណ៍ត្រជាក់និងអស់សង្ឃឹមនាងដើរតាមផ្លូវដោយមិនដឹងទៅណាមនុស្សខ្លះមិនយកចិត្តទុកដាក់ខ្លះក៏មើលរំលងពេលនោះនាងបានជួបស្រីណាកុមារដែលនាងធ្លាប់ជួយស្រីណាមើលនាងហើយនិយាយបងស្រីអ្នកមើលទៅឃ្លានសូមមកផ្ទះខ្ញុំនឹងចែកអាហារឲ្យអ្នកសុវណ្ណទេវីភ្ញាក់ផ្អើលខ្ញុំមិនមានអ្វីឲ្យអ្នកវិញទេស្រីណាញឹមការចែករំលែកមិនចាំបាច់ត្រូវការអំណាចទេត្រឹមចិត្តល្អគ្រប់គ្រាន់ហើយគេពាក្យនោះធ្វើឲ្យបេះដូងសុវណ្ណទេវីកក់ក្ដៅឡើងវិញថ្ងៃកន្លងទៅនាងចាប់ផ្ដើមជួយមនុស្សដោយដៃខ្លួនឯងជួយដឹកទឹកជួយកាប់ឈើជួយថែអ្នកឈឺគ្មានអ្នកណាសរសើរនាងជាទេវតាទៀតទេប៉ុន្តែនាងមានអារម្មណ៍